ពួកអ្នកគ្នាដែលបានឃើញវីដេអូនេះបាទសូមចិត្តមេត្តាជួយ share ម្នាក់មួយទៅដើម្បីជាដំណឹងដើម្បីជាព័ត៌មានទៅដល់បងវិរៈកងទ័ពរបស់យើងដែលឈរជើងនៅខាងមុខនៅក្នុងសមរភូមិខាងមុខផ្ទាល់នៅខាងថៃគេបានបញ្ជូនកងកម្លាំង IT បាទដែលមានសមត្ថភាពក្នុងការចាប់យកទីតាំងភូមិសាស្ត្រផ្សេងទាក់ទងទៅនឹងប្រព័ន្ធបច្ចេកវិទ្យានោះគឺគេបានបញ្ជូនមកហើយគេបានបញ្ជូនមកជិតមួយអាទិត្យហើយបងប្អូនអ្នកគ្នាមិនមែនជារឿងថ្មីទេប៉ុន្តែដំណឹងគឺទើបតែបែកធ្លាយបាទហើយមួយយ៉ាងទៀតខ្ញុំសូមสนុំពរក៏ដូចជាសូមចិត្តដល់បងវិរៈកងទ័ពទាំងអស់គ្នានេះខ្ញុំសូមនៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមិនមែនថាខ្ញុំនឹងចាស់ដឹងខាងផ្នែកយោធាឬមួយក៏ខាងផ្នែកអីទេគ្រាន់តែខ្ញុំមានការបារម្ភបាទក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់មានការបារម្ភអំពីសុខសวัสดิភាពរបស់បងវិរៈកងទ័ពទាំងអស់គ្នាអញ្ចឹងបើសិនថាខ្ញុំនិយាយទៅអាចថាមានកន្លែងខ្វះខាតឬមួយក៏លើសលប់ត្រង់ចំណុចណាសូមខន្តីអភ័យទោសពីចំណាស់ផងប៉ុន្តែចេតនារបស់ខ្ញុំគឺខ្ញុំបារម្ភពីសុខសวัสดิភាពរបស់បងទាំងអស់គ្នាទេអញ្ចឹងទាក់ទងទៅនឹងការផុសរូបទាក់ទងទៅនឹងការថតរូបមួយក៏លេងបណ្ដាញទំនាក់ទំនងផ្សេងនេះបើថាអាចទេផ្អាកមួយរយៈសិនទៅបាទដោយសារតែស្ថានភាពពេលនេះគឺកំពុងតែតានតឹងខ្លាំងមែនទែនយើងអត់ដឹងថាវាមានកម្រងវាមានការចង់វាយមកខាងយើងហ្នឹងក្នុងអំឡុងពេលណាគឺយើងអត់ដឹងច្បាស់ទេអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺមានតែការការពារខ្លួនបាទអញ្ចឹងសូមចិត្តបងប្អូនអរគ្នាជួយ share ដើម្បីដំណឹងនេះឲ្យទៅដល់វិរៈកងទ័ពរបស់យើងអរគ្នាផងបាទអរគុណច្រើន